My top priority would be dismantling online scams and the criminal networks behind them. These operations have stolen tens of billions of dollars from American citizens. If confirmed, I will work with Cambodian counterparts and regional partners to deliver results. នេះគឺជាសម្ដីរបស់លោក Christopher Anderson បេក្ខជនអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលបានប្រកាសថាអតិភិបកម្ពុជារបស់លោកប្រសិនបើត្រូវបានអនុម័តឲ្យកាន់តំណែងជាមេទូតគឺការកំចាត់បណ្ដាញឆបោកតាមអ៊ីនធឺណិតនិងបណ្ដាញឧក្រិដ្ឋកម្មដែលនៅពីក្រោយ scam នៅទូទាំងប្រទេសកម្ពុជាព្រោះប្រតិបត្តិការទាំងនេះបានលួចយកប្រាក់រាប់សិបពាន់លានដុល្លារពីពលរដ្ឋអាមេរិកលោក Anderson បានថ្លែងបែបនេះនៅថ្ងៃទី16ខែកក្កដាឆ្នាំ2026ក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកដែលពិនិត្យលើការតែងតាំងរូបលោកជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានៅពេលសមាជិកព្រឹទ្ធសភាសួរថាតើលោកនឹងធ្វើការជាមួយទីក្រុងភ្នំពេញយ៉ាងដូចម្តេចដើម្បីបន្តបង្ក្រាបទីតាំងឆបោកទាំងនេះលោក Anderson បានឆ្លើយថា Sir, to bluntly answer your question, it's going to be boots on ground, getting my hands dirty, bringing in joint task force, working with a myriad of agencies. លោកចង់សម្ដៅថាការបង្ក្រាបបណ្ដាញឆបោកនឹងត្រូវការចុះធ្វើការដោយផ្ទាល់នៅកម្ពុជាការបង្កើតក្រុមការងារចម្រុះនិងកិច្ចសហការជាមួយស្ថាប័នជាច្រើនដោយមិនអាចពឹងផ្អែកលើស្ថាប័នណាមួយតែមួយបានទេលោកបន្តថាលោកនឹងជំរុញឲ្យមានការចូលរួមពីក្រសួងការបរទេសក្រសួងយុតិធម៌និងក្រសួងការពារជាតិរបស់អាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់ផងសហការជាមួយកម្ពុជាបង្ក្រាបទីតាំងឆបោកឆ្លើយតបទៅនឹងការលើកឡើងរបស់បេក្ខជនមេទូតអាមេរិកលោកទូចខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានប្រាប់ News Today ថាកម្ពុជាក៏ចាត់ទុកការបង្ក្រាបឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិភាពខ្ពស់ហើយបានសហការជាមួយដៃគូប្រហែល20ប្រទេសរួមទាំង FBI របស់អាមេរិកផងដូច្នេះកម្ពុជាស្វាគមន៍កិច្ចសហការពីគ្រប់ភាគីចំណែកលោកច័ន្ទរតនាអ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ News Today បន្ថែមថាប្រសិនបើមានសំណើផ្លូវការត្រឹមត្រូវពីភាគីអាមេរិកកម្ពុជាត្រៀមសហការដោយឈលលើការគោរពអធិបតេយ្យភាពសមភាពរវាងរដ្ឋនិងច្បាប់អន្តរជាតិរយៈពេល2ឆ្នាំមកនេះស្ថានទូតអាមេរិកប្រចាំកម្ពុជាមិនមានឯកអគ្គរដ្ឋទូតនោះទេស្ថានទូតត្រូវបានដឹកនាំដោយលោកស្រីភារៈធីវី Alexandra Sitol កាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2026រដ្ឋាភិបាលអាមេរិកបានសម្រេចជ្រើសតាំងលោក Christopher Anderson ជាបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលអ្នកជំនាញមើលឃើញថាកើតឡើងក្រោយបរិយាកាសនយោបាយកម្ពុជានិងទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងកម្ពុជាកាន់តែល្អប្រសើរនៅក្នុងសវនាការដដែលលោក Anderson ក៏បាននិយាយថាទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជាបច្ចុប្បន្នស្ថិតនៅក្នុងស្ថានភាពរឹងមាំជាងកាលពីប៉ុន្មានឆ្នាំមុនហើយសន្ទុះនៃទំនាក់ទំនងនេះកំពុងតែកើតមានល្អប្រសើរលោក Anderson បានបញ្ចប់សេចក្តីថ្លែងការណ៍ដោយនិយាយថាកម្ពុជាមានឱកាសក្លាយជាដៃគូដែលកំពុងរីកចម្រើនរបស់អាមេរិកមិនមែនជាចំណុចងាយរងគ្រោះផ្នែកយុទ្ធសាស្ត្រនោះទេ